គណៈសូមនមស្ការនឹងចម្រើនពរចំពោះគុណម្ចាស់បងប្អូនទាំងអស់អង្គទាំងអស់គ្នាជាពិសេសគុណម្ចាស់បងប្អូនដែលនៅក្នុងក្រុម Telegram របស់ខ្ញុំគណៈអាត្មាហើយវីដេអូនេះគឺជាវីដេអូទី12ហើយដែលយើងសិក្សាទាក់ទងទៅនឹងការពង្រឹងក៏ដូចជាការ build បន្ថែមការបន្ថែមការរៀនបន្ថែមធ្វើម៉េចឲ្យពាក្យនៅក្នុងភាសាអង់គ្លេសរបស់យើងនឹងកាន់តែកើនឡើងជារៀងរាល់ថ្ងៃមួយថ្ងៃ5ពាក្យមួយថ្ងៃ5ពាក្យយើងរៀនយើងបូកគុណគូទៅយើងរៀនគ្រប់មួយឆ្នាំមាន365ថ្ងៃយើងគិតមើលទៅគឺយើងបូកគុណដកចែកទៅឃើញប៉ុន្មានណាគេបានប៉ុន្មានពាក្យនៅក្នុងមួយឆ្នាំហ្នឹងអូខេនៅក្នុងវីដេអូនេះគឺយើងរៀន5ពាក្យទាក់ទងទៅនឹងពាក្យនៅក្នុងកាសែតពាក្យទី1យើងអានថា Defense Minister អូខេ Defense Minister យើងប្រែមកថារដ្ឋមន្ត្រីក្រសួងការពារជាតិឬក៏យើងប្រែថារដ្ឋមន្ត្រីការពារជាតិបែបខ្លីណាអូខេបន្ទាប់មកពាក្យទី2យើងអានថា demand អូខេ demand អញ្ចឹងពាក្យថា demand យើងប្រែមកថាទាមទារណាទាមទារហើយពាក្យទី3យើងអានថា public apology អូខេ public apology បានន័យថាការសុំទោសជាសាធារណៈហើយពាក្យទី4យើងអានថា assault អូខេ assault ពាក្យថា assault យើងប្រែមកថាការវាយប្រហារហើយពាក្យទី5គឺយើងអានថា Cambodian soldier អូខេ Cambodian soldier យើងប្រែមកថាទាហានកម្ពុជាអញ្ចឹងនៅក្នុងសេចក្តីកសែតនេះគេសរសេរថាម៉េចនេះគេសរសេរខ្ញុំគណអាត្មាដកស្រង់មកខ្លីហើយពាក្យ5ពាក្យហ្នឹងគឺនៅក្នុងនឹងទាំងអស់អញ្ចឹងឧទាហរណ៍គេសរសេរថានេះណាសេចក្តីនេះដែលគេសរសេរមកថា Defense Minister demands public apology for assault on Cambodian soldier at Tamon Thom អញ្ចឹងយើងប្រែមកថារដ្ឋមន្ត្រីក្រសួងការពារជាតិបានទាមទារឲ្យមានការសុំទោសជាសាធារណៈចំពោះការវាយប្រហារទៅលើទាហានកម្ពុជានៅឯតាមុនធំគឺឲ្យសុំទោសណាឲ្យណាគេអ្នកសុំទោសគឺឲ្យខាងភៀកគីខាងពួកសៀមហ្នឹងសុំទោសជាសាធារណៈកសែតហ្នឹងគឺយូរដែរហើយខ្ញុំគិតថាអាត្មាទៅតែដកស្រង់ពាក្យយកមកចែករំលែកបន្តអូខេអញ្ចឹងគឺវីដេអូនេះមានតែប៉ុណ្្នឹងបើសិនជាគុណម្ចាស់បងប្អូនគិតថាមានប្រយោជន៍សូមកុំភ្លេចជួយចុច like ចុច share នៅវីដេអូម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តហើយ subscribe channel YouTube របស់ខ្ញុំគណៈអាត្មាដើម្បីទទួលបានវីដេអូថ្មីៗអញ្ចឹងខ្ញុំគណៈអាត្មាសូមអរគុណនិងអរគុណ